ការនិយាយក្នុងទីសាធារណៈមានមនុស្សខ្លះខ្លាចការនិយាយឲ្យមនុស្សច្រើនគ្នាស្ដាប់ព្រោះមនុស្សម្នាដែលកកកុញនោះមានកម្លាំងខ្លាំងធ្វើឲ្យគេកើតនៅអារម្មណ៍ញញើតបានតើអ្នកដឹងឬទេគ្រាន់តែអ្នកមានអារម្មណ៍ថាខ្លាចការនិយាយក្នុងទីសាធារណៈចំពោះមុខមនុស្សច្រើននោះវាបានធ្វើឲ្យអ្នករលំរលាយក្នុងការនិយាយជាលើកដំបូងបាត់ទៅហើយអ្នកត្រូវកំចាត់ភាពភ័យខ្លាចឲ្យអស់ព្រោះថាផលដែលបានមកអាក្រក់ណាស់ហើយតាំងចិត្តឡើងនិយាយបើផលនឹងចេញមកយ៉ាងម៉េចយ៉ាងម៉ាវាមិនមែនជាឧបសគ្គអ្វីទេបើមានគេនិយាយពីអ្នកទោះល្អក្តីអាក្រក់ក្តីមានន័យថាគេចាប់អារម្មណ៍លើអ្នកហើយបន្ថែមតិចនិចបន្តទៅទៀតរឿងមួយដែលតែងតែមករារាំងនិងបំផ្លាញឱកាសល្អដើម្បីជាអ្នកនិយាយដ៏ល្អនោះគឺពេលដែលអ្នកនិយាយអ្នកគិតតែពីរឿងខ្លាចពេលអ្នកគិតខ្លាចក្នុងចិត្តថាអ្នកនឹងធ្វើវាមិនបានខ្លាចមិនមានអ្នកណាស្ដាប់ខ្លាចរឿងផ្សេងនានាសូមខ្សឹបប្រាប់ខ្លួនឯងថាបើនៅតែខ្លាចនឹងនៅតែដូច្នេះក្នុងមួយជីវិតនេះពិបាកនឹងទទួលបានជោគជ័យណាស់សាងភាពក្លាហានអ្នកត្រូវចេះផ្ដល់កម្លាំងចិត្តដល់ខ្លួនឯងគ្រប់ពេលត្រូវចូលប្រាប់ខ្លួនឯងថាត្រូវក្លាហានឬយើងអាចធ្វើវាបានបើយើងក្លាហានហ៊ាននិយាយចំពោះមុខមនុស្សច្រើនជាងម្នាក់នោះភាពជាអ្នកដឹកនាំនឹងកើតមានដោយស្វ័យប្រវត្តិហើយយើងនឹងក្លាហានហ៊ានប្រឈមមុខជាមួយអ្វីៗដែលធ្វើឲ្យយើងមិនសប្បាយចិត្តក្នុងជីវិតយ៉ាងពិតប្រាកដមនុស្សដែលមានភាពក្លាហានរមែងតែងបង្ហាញឲ្យគេឃើញថាគេជាមនុស្សរឹងមាំនិងជាមនុស្សគួរឲ្យជឿជាក់ដូច្នេះអ្នកត្រូវសម្ដែងចេញនៅភាពជឿជាក់ចំពោះមុខមនុស្សទាំងឡាយនេះនឹងនាំឲ្យអ្នកចូលទៅដល់ជោគជ័យក្នុងផ្នែកផ្សេងៗនៃជីវិតជាពិសេសការនិយាយព្រោះអ្នកលែងញញើតជាមួយនឹងឧបសគ្គនានាទៀតហើយមានមនុស្សមិនតិចទេចង់ក្លាយជាអ្នកនិយាយដ៏ល្អប៉ុន្តែធ្វើមិនបានដោយការប្រាថ្នាសោះព្រោះថាមិនមានភាពក្លាហានល្មមនិងប្រឈមមុខជាមួយឧបសគ្គផ្សេងដែលអាចនឹងកើតឡើងចំពោះគេអ្នកខ្លះឃើញអ្នកធំជាងខ្លួននៅចំពោះមុខក៏ញាក់ញ័ររឹកនិយាយអ្វីក៏មិនបានហើយបើគេហាមាត់គេអាចនឹងនិយាយខុសបានយ៉ាងងាយត្រង់នេះហើយដែលជាឧបសគ្គធំសម្រាប់មនុស្សដែលចង់ក្លាយទៅជាអ្នកនិយាយដ៏ពូកែប៉ុន្តែការនឹងក្លាយទៅជាមនុស្សក្លាហាននោះវាមិនមែនជារឿងលំបាកទេបើយើងមានការព្យាយាមមានការជឿជាក់លើខ្លួនឯងនិងមានការត្រៀមខ្លួនក្នុងការនិយាយឲ្យល្អនោះសូមជឿចុះថាអ្នកអាចធ្វើបានសូមត្រឹមតែអ្នកជឿជាក់ប៉ុណ្ណោះនឹងនាំអ្នកទៅដល់ភាពជោគជ័យក្នុងផ្នែកផ្សេងបានសូមចាំត្រឹមតែមួយថាភាពក្លាហានគឺជារឿងដែលធ្វើឲ្យជីវិតអ្នកអាចរួចផុតពីឧបសគ្គផ្សេងបានរហូតបើអ្នកមិននាំភាពក្លាហាននោះទៅប្រើក្នុងផ្លូវខុសទេសមសិនមុននឹងនិយាយនៅទីសាធារណៈអ្នកប្រហែលធ្លាប់មើលកញ្ចក់និងសម្ដែងអ្វីលបនៅទល់មុខកញ្ចក់មួយទល់នឹងមួយហើយគឺធ្វើដូចជាញញឹមសើចឬច្រៀងចម្រៀងជាដើមសួរថាពេលដែលអ្នកមើលកញ្ចក់ធ្វើអ្វីលបអ្នកមិនមានអារម្មណ៍ខ្លាចទេមែនទេដូចគ្នាដែរបើអ្នកនិយាយចំពោះមុខមនុស្សទាំងឡាយគឺនិយាយឲ្យដូចអ្នកនិយាយក្នុងកញ្ចក់នោះដែរវាមិនខុសអ្វីទេខុសគ្នាត្រង់តែថានិយាយក្នុងកញ្ចក់និយាយទៅកាន់មនុស្សម្នាក់ប៉ុន្តែបើអ្នកនិយាយក្នុងទីសាធារណៈគឺនិយាយទៅកាន់មនុស្សច្រើនគ្នាបើអ្នកចង់ក្លាយជាអ្នកពូកែនិយាយចូលហាត់និងសមនិយាយជាមួយកញ្ចក់កុំខ្លាចគេនិយាយអ្វីឡើយសូមធានាថាអ្នកនឹងក្លាយជាអ្នកនិយាយដ៏អស្ចារ្យបំផុតក្នុងលោកតិចនិចនិយាយចំពោះមុខមនុស្សកកុញឬមហាជនមានដូចនេះរើសកន្លែងឈរឲ្យអ្នកស្ដាប់អាចមើលឃើញអ្នកច្បាស់មិនថាមនុស្សមកស្ដាប់អ្នកនិយាយនោះច្រើនឬតិចប៉ុណ្ណាឬមិនថាអ្នកស្ដាប់នោះតូចធំទាបខ្ពស់ប៉ុណ្ណានោះទេអ្នកត្រូវតែនៅក្នុងកន្លែងដែលពួកគេអាចមើលឃើញអ្នកច្បាស់អ្នកត្រូវដឹង
ទិសទីកន្លែងនិងពន្លឺនៅក្នុងកន្លែងនោះឲ្យបានច្បាស់លាស់បើមានពន្លឺចាំងត្រឡប់ចេញពីខាងលើនិងក្រោយក្នុងអ្នកពន្លឺនោះនឹងចាំងចូលភ្នែកអ្នកស្ដាប់វាមិនល្អប៉ុន្មានទេបើអ្នកស្ដាប់មានអារម្មណ៍ក្រហាយភ្នែកដែលអ្នកនិយាយនោះវាមិនត្រឹមតែបង្កភាពរំខានទៅដល់អ្នកស្ដាប់ប៉ុណ្ណោះទេពន្លឺនោះនឹងញ៉ាំងឲ្យកើតស្រមោលខ្មៅនៅលើផ្ទៃមុខរបស់អ្នកទៀតផងអ្នកស្ដាប់នឹងមើលមុខអ្នកអត់ច្បាស់ឯរោមចិញ្ចើមរបស់អ្នកនឹងបាំងប្រស្រីភ្នែកធ្វើឲ្យអ្នកដូចនៅក្នុងទីងងឹតហើយអ្នកស្ដាប់នឹងមើលឃើញផ្ទៃមុខអ្នកព្រើឡើងជាលំដាប់កន្លែងដែលអ្នកឈើដែលអ្នកនិយាយគប្បីជាកន្លែងដែលមានពន្លឺច្បាស់ឬកន្លែងដែលអាចធ្វើឲ្យផ្ទៃមុខអ្នកលិចបានយ៉ាងច្បាស់និងមិនធ្វើឲ្យអ្នកស្ដាប់មានអារម្មណ៍មិនស្រួលភ្នែកឡើយបើអ្នកស្ដាប់អាចមើលឃើញផ្ទៃមុខអ្នកបានច្បាស់មានអ្នកកំពុងនិយាយនិងធ្វើឲ្យគេកើតអារម្មណ៍ស្លង់ក្នុងពាក្យសម្ដីនិងទឹកមុខដែលស្ដែងចេញខណៈពេលអ្នកនិយាយនោះកុំនិយាយដូចចាំមាត់អ្នកដែលទើបចាប់ផ្ដើមនិយាយភាគច្រើនមិនសូវជាជឿជាក់លើខ្លួនឯងប៉ុន្មានទេដោយសារកើតក្តីកង្វល់ចំពោះខ្លួនឯងថាខ្លួននឹងនិយាយមិនបានល្អដូចចិត្តចង់បានដូច្នេះគេក៏ត្រៀមយ៉ាងខ្លាំងរហូតដល់ថ្នាក់ចងចាំឡើងស្ទាត់ហើយយកវាទៅនិយាយទាំងដល់តែម្ដងការត្រៀមជារឿងល្អតែការទំទិញនោះនឹងញ៉ាំងឲ្យសម្លេងនៃការនិយាយរបស់អ្នកមិនដូចជាធម្មជាតិសោះឡើយអ្វីដែលអាក្រក់ជាងនោះទៀតសម្លេងរបស់អ្នកនឹងដូចជាសម្លេងទារកក្មេងខ្ចីដូច្នោះដែរបើខ្លាចអ្នកស្ដាប់សោកចំអកកុំធ្វើបែបនោះអីអ្នកត្រូវមានភាពជឿជាក់ហើយនិយាយរឿងដែលអ្នកបានត្រៀមមកនោះឲ្យដូចជាយើងកំពុងនិយាយគ្នានិងអ្នកស្ដាប់ពិតៗមិនមែនទំទិញឲ្យអ្នកណាស្ដាប់ឡើយពេលមនុស្សមិនចាប់អារម្មណ៍ស្ដាប់អ្នកកំពុងនិយាយមានមនុស្សខ្លះមិនចាប់អារម្មណ៍នឹងការនិយាយរបស់អ្នកប៉ុន្មានទេដែលនេះអាចនឹងសាងភាពរឯងចិត្តដល់អ្នកបានសូមអ្នកកុំទៅចាប់អារម្មណ៍រឿងនេះអីហើយបែរមកឲ្យភាពសំខាន់លើចំណងជើងរឿងដែលអ្នកត្រូវនិយាយរហូតដល់អ្នកស្ដាប់កើតការចាប់អារម្មណ៍ជំនួសវិញព្រោះថាយ៉ាងហោចណាស់មនុស្សដែលចាប់អារម្មណ៍នឹងការនិយាយរបស់អ្នកគេកំពុងស្ដាប់ច្រើនជាងអ្នកមិនស្ដាប់ហើយជួនកាលមនុស្សដែលបញ្ចេញអកិរិយាមិនចាប់អារម្មណ៍នឹងអ្នកនិយាយនោះអាចនឹងចាប់អារម្មណ៍លើអ្នកវិញក៏អាចថាបានសូមអ្នកកុំគិតច្រើនពេកចូលកុំយកចំណុចនេះមកធ្វើជាកង្វល់រហូតនិយាយមិនបានល្អដូចសេចក្តីប្រាថ្នាឡើយកុំគិតយ៉ាងនោះជាដាច់ខាតព្រោះកាលដែលគិតច្រើនពេកនឹងរឹតតែកង្វល់ច្រើនឡើងហើយនេះនឹងអាចធ្វើឲ្យការនិយាយរបស់អ្នករលំរលាយបានចាប់ខ្លួនឯងឲ្យបានតើខ្លួនឯងកំពុងនិយាយរឿងអ្វីខណៈពេលអ្នកកំពុងតែនិយាយនោះកុំគិតក្នុងរឿងផ្សេងនាំឲ្យរំខានដល់ខួរក្បាលឲ្យសោះចូលតាំងចិត្តផ្ដោតលើការគិតនិងតាំងចិត្តចំពោះរឿងដែលខ្លួនឯងកំពុងនិយាយប៉ុណ្ណោះចូលកុំព្យាយាមគិតច្រើនពេកបើសិនអ្នកស្ដាប់មិនយល់ឃើញដូចអ្វីដែលអ្នកកំពុងនិយាយនោះចូលនិយាយក្នុងរឿងដែលត្រៀមឲ្យអស់ពីសមត្ថភាពបើទោះអ្នកស្ដាប់ទទួលយកច្រើនឬតិចប៉ុណ្ណាក៏ដោយវាមិនមែនជារឿងប្លែកទេបើសិនមានមនុស្សមិនយល់ឃើញដូចអ្វីដែលអ្នកបាននិយាយនោះរឿងដែលសំខាន់នោះគឺកុំនិយាយក្នុងរឿងដែលសូម្បីតែអ្នកខ្លួនឯងក៏អ្នកមិនប្រកាសក្នុងចិត្តដែរនោះព្រោះបើអ្នកធ្វើយ៉ាងនេះស្មើគ្នានឹងអ្នកបំផ្លាញខ្លួនឯងផងដែររឿងដែលអ្នកនិយាយចេញមកនោះកុំនិយាយច្រើនរហូតរកចាប់អត្តន័យស្ទើរមិនបានសូមប្រយ័ត្នទឹកឡើងខ្លាំងរហូតដល់ត្រកួនដោះចេញមកច្រើនដូច្នេះអ្នកស្ដាប់ក៏ត្រឡប់ទៅប្រមូលត្រកួនឡើងស្លង់រហូតមិនចង់ស្ដាប់អ្នកនិយាយសោះនោះឡើយកុំនិយាយរហូតដល់អ្នកស្ដាប់ងងុយដេកអត់យល់ការនិយាយឲ្យអ្នកស្ដាប់ជឿក្នុងរឿងដែលយើងនិយាយនោះមិនមែនជារឿងធម្មតាទេប៉ុន្តែបើសិនអ្នកអាចធ្វើឲ្យគេមានអារម្មណ៍ថាការគិតរបស់អ្នកពិតហើយជារឿងដូចគ្នានឹងការគិតឬការជឿរបស់គេផងនោះគេនឹងមានអារម្មណ៍ជឿជាក់និងរីករាយសប្បាយចិត្តជាមួយនឹងការនិយាយរបស់អ្នកត្រូវតែប្រកាសក្នុងចិត្តថាការគិតនិងការនិយាយរបស់អ្នកត្រូវតែសមស្របនឹងការគិតព្រមទាំងការជឿរបស់គេឲ្យបាននៅខណៈពេលនិយាយគួរសង្កេត
អាកប្បកិរិយានិងទឹកមុខរបស់អ្នកស្ដាប់ផងដែរបើគេយល់ក្នុងរឿងដែលយើងនិយាយមុខមាត់គេនឹងស្រស់ថ្លាតែបើគេមិនសូវយល់ក្នុងអ្វីដែលយើងនិយាយនោះប៉ុន្មានទេអាការៈប្រងើយកន្តើយក៏នឹងកើតឡើងនៅលើផ្ទៃមុខរបស់គេត្រង់នេះគឺជារឿងសំខាន់សម្រាប់អ្នកនិយាយមិនតិចទេព្រោះអ្នកនិយាយដ៏ពូកែនោះនៅពេលនិយាយទៅហើយអ្នកស្ដាប់យល់ចូលចិត្តត្រូវចាំថាបើមានរឿងនេះកើតឡើងពិតនោះអ្នកមិនចាំបាច់រងចាំឲ្យអ្នកស្ដាប់គេហាមាត់ប្រាប់អ្នកនោះឡើយបើសង្កេតឃើញថាអិរិយាបថរបស់អ្នកស្ដាប់គេមិនយល់ពិតៗអ្នកគួរនិយាយត្រង់ចំណុចនោះម្ដងទៀតព្យាយាមរកហេតុផលនិងលើកឧទាហរណ៍ដែលអ្នកគិតថាអាចនឹងធ្វើឲ្យគេយល់បានបើអ្នកធ្វើបានយ៉ាងនេះអាចនឹងក្លាយជាអ្នកនិយាយដ៏ពូកែមារយាទទាំង30ប្រការដែលអ្នកត្រូវតឹងរឹងបំផុតទី1ភរិយាឬស្វាមីមិនគួរនាំយករឿងមិនល្អរបស់ខ្លួននីមួយៗទៅនិយាយឲ្យអ្នកដទៃស្ដាប់ទេព្រោះវានឹងធ្វើឲ្យអ្នកដទៃមើលស្វាមីភរិយារបស់យើងមិនល្អហើយខ្លួនអ្នកផ្ទាល់ក៏ត្រូវគេមើលឃើញថាមិនឲ្យកិត្តិយសដល់គូក្រុងខ្លួនឯងផងដែរទី2កុំជំទាលស្រែករំលងក្បាលអ្នកដទៃសូម្បីតែគេនៅក្មេងជាងឬមនុស្សប្លែកមុខក៏ដោយទី3នៅពេលនិយាយជាមួយនរណាកុំធ្វើឲ្យគេមានអារម្មណ៍បាក់មុខមិនថាជាការបញ្ឆោតលេងក៏ដោយចោះទី4កុំនិយាយសំឡេងខ្លាំងៗរហូតដល់អ្នកដទៃក្រឡេកមើលមុខក្នុងពេលតែមួយគួរនិយាយក្នុងសំឡេងល្មមបានហើយទី5ក្នុងខណៈពេលអ្នកដទៃត្រូវការភាពស្ងប់ស្ងាត់កុំនិយាយសំឡេងខ្លាំងរំខានដូចជានៅក្នុងទីដែលគេកំពុងតែស្ដាប់អ្នកណាម្នាក់និយាយឬអង្គុយអានសៀវភៅក្នុងបណ្ដាគេជាដើមកុំទៅនិយាយដោយមិនចេះក្រែងចិត្តអ្នកនៅជុំវិញខ្លួនឲ្យសោះទី6ទោះបីអ្នកមានស្ដុកស្ដំថ្នាក់ណាក៏មិនត្រូវនិយាយអួតអាងដាក់គេដែរបើមិនដូច្នោះទេគេនឹងស្អប់ខ្ពើមអ្នកតាំងពីជួបអ្នកលើកដំបូងទី7នយោបាយសាសនាស្នេហាមិនគួរនឹងលើកឡើងមកវិភាគពិគ្រោះជាមួយអ្នកដទៃជាដាច់ខាតព្រោះអាចធ្វើឲ្យកើតការឈ្លោះប្រកែកយ៉ាងខ្លាំងបានទី8រឿងក្នុងគ្រួសារមិនគួរយកទៅនិយាយឲ្យអ្នកដទៃស្ដាប់ងាយៗឡើយជាពិសេសមនុស្សទើបស្គាល់គ្នាគេអាចមើលងាយអ្នកបានទី9បើមានភ្ញៀវមកលេងផ្ទះកុំនិយាយដល់រឿងគ្រប់គ្រងរបស់អ្នកក្នុងគ្រួសារជាដាច់ខាតហើយកុំឈ្លោះប្រកែកគ្នានឹងមនុស្សក្នុងគ្រួសារមុខភ្ញៀវជាដាច់ខាតមិនគួរធ្វើឲ្យភ្ញៀវឃើញសភាពបែបនេះឡើយទី10ពេលនិយាយនឹងមនុស្សអាយុច្រើនជាងមិនគួរឈរទល់មុខគេដោយមិនគោរពគេឡើយទី11នៅខណៈពេលនិយាយនឹងនរណាម្នាក់មិនគួរនាំរឿងនរណាម្នាក់មកនិយាយជានិទានឬនិយាយបែបអាក្រក់ពីអ្នកដទៃឡើយទី12នៅពេលអ្នកជាមនុស្សដែលគេទុកចិត្តបំផុតមកប្រាប់ពីអាចកំបាំងអ្វីម្យ៉ាងហើយសូមអង្វរមិនឲ្យអ្នកប្រាប់ដល់អ្នកផ្សេងបើអ្នកសន្យាជាមួយគេហើយចាំបាច់បំផុតអ្នកត្រូវរក្សាពាក្យនោះទុកផងទី13នៅពេលឃើញអ្នកដទៃពាក់សម្លៀកបំពាក់ឬគ្រឿងអលង្ការកុំសួរពីតម្លៃរបស់វាជាដាច់ខាតហើយដូចគ្នានោះដែរបើមានអ្នកដទៃមកសួរយើងខ្លះយើងក៏គួរឆ្លើយតបបែបសុភាពទៅវិញអ្នកមិនគួរប្រាប់តម្លៃឲ្យគេបានដឹងឡើយព្រោះពេលខ្លះការពិតក៏ធ្វើឲ្យមនុស្សយើងអាចឈឺចាប់បានដែរទី14កុំនិយាយគ្មានរបៀបដាក់អ្នកដទៃវាមិនល្អទេការនិយាយថាខ្លួនឯងល្អជាងអ្នកដទៃគឺជាការនិយាយដ៏គួរឲ្យខ្ពើមរអើមណាស់ទី15ទៅពិធីបុណ្យសពហាមសើចដាច់ខាតមារយាទបែបនេះគួរប្រយ័ត្នប្រយែងបំផុតទី16ពេលនិយាយនឹងអ្នកដទៃគួរមានភាពច្បាស់លាស់ក្នុងការនិយាយ
មិនមែនសរសើរនៅមុខហើយខាងក្រោយបែរជានិទាននោះឡើយទី17កុំនិយាយមើងងាយមើលថោកអ្នកដទៃសូម្បីគេនោះខ្សោយជាងអ្នកច្រើនតិចប៉ុណ្ណាក៏ដោយទី18បើទទួលពីអ្វីនឹងនរណាទុកចូលរក្សាឬធ្វើវាឲ្យបានរហូតផងទី19ពេលនិយាយលើកសរសើរអ្នកណាកុំនិយាយឲ្យវាហួសពីការពិតគេនឹងគិតថាអ្នកភូតកុហកគេបោកប្រាស់គេហើយអ្នកនឹងបានជាទីសំអប់របស់គេទី20មិនគួរនិយាយមើងងាយឬបែបលាមកជាដាច់ខាតពិសេសជាមួយមនុស្សដែលទើបស្គាល់និងជាស្ត្រីភេទទី21កុំនិយាយពីការបោកប្រាស់អ្នកដទៃក្នុងរឿងស្នេហាព្រោះស្នេហារបស់អ្នកខ្លះមានតែការឈឺចាប់ពេលគេបានឮហើយគេអាចនឹងឈឺចាប់ហើយស្អប់អ្នកថែមទៀតផងទី22ពេលមានមនុស្សមកសម្ដែងការអបអរសាទរចំពោះអ្នកបើអ្នកមិនចង់ទទួលសេចក្តីប្រាថ្នាល្អនោះទុកក៏មិនគួរណាឆ្លើយបដិសេធគេឡើយអ្នកគួរនិយាយអរគុណចំពោះទឹកចិត្តរបស់គេមុននឹងបដិសេធយ៉ាងដាច់អហង្ការទី23កុំនិយាយនិន្ទាមនុស្សដែលមានគុណចំពោះយើងទី24កុំនិយាយច្រើនពេករហូតរកប្រយោជន៍អ្វីមិនបានទី25កុំនិយាយអាក្រក់ពីនរណាម្នាក់ជាដាច់ខាតបើអ្នកនោះអាក្រក់ពិតៗក៏មិនគួរនិយាយអ្នកដទៃនឹងមើលឃើញដោយខ្លួនឯងទី26កុំនិយាយពាក្យសម្បត្តិចូលនិយាយឲ្យបានច្បាស់ទី27មិនចាំបាច់និយាយថាមិនចូលចិត្តអ្នកនោះអ្នកនេះទេព្រោះវាជាការបង្ហាញឲ្យឃើញថាអ្នកជាមនុស្សគិតតែរឿងអវិជ្ជមានទី28ការដាក់ខ្លួនឯងជ្រុលពេកក៏មិនមែនជារឿងល្អដែរអ្នកមិនចាំបាច់និយាយរអ៊ូរទាំថាអ្នកអន់អ្នកតូចតាចពេកណាស់ទេព្រោះអ្នកស្ដាប់អាចនឹងមើលងាយអ្នកបានទី29មិនត្រូវធ្វើជាមនុស្សជំនាញតិទៀនមិនមែនថាមនុស្សជុំវិញនិយាយអ្វីឬធ្វើអ្វីអ្នកចេះតែតិទៀនទាំងអស់នោះទេតាមពិតទៅមិនមាននរណាធ្វើអ្វីល្អគ្រប់យ៉ាងនោះឡើយបើធ្វើដូច្នេះវាជាមារយាទដែលយ៉ាប់ខ្លាំងបំផុតនិងទី30ចេះបញ្ជៀសទៅនិយាយរឿងផ្សេងបើចំណងជើងរឿងដែលកំពុងនិយាយនោះមើលទៅវានិយាយមិនត្រូវគ្នាកុំចោះចេះរឹងរូសនិយាយបន្តព្យាយាមសរុបបញ្ចប់ឲ្យបានបើមិនដូច្នោះទេនឹងមានបញ្ហា